ខ្ញុំឈ្មោះអិចសំនៅភូមិចិនសាឃុំពុទ្ធរាជខេត្តស្វាយរៀងបានមិញមុននឹងប្រើជាមួយនឹងអសតខាកុធានេះមិញមានអាការៈធ្វើទុកយ៉ាងម៉េចដែរមិញខ្ញុំនោមញាប់ហើយនោមញឹកដៅក្នុងលើថ្ងាសដៅទ្រាំពុំបានដៅរហូតទិភ្លឺហ្មងខ្ញុំដាក់ទឹកកុំបាត់អីកុំបាត់បានមិញជាប្រភេទរលាកណាមិញណាដូចថាលាកមិនទេលោកគ្រូរលាកហ្មងមិញដែរទៅពិនិត្យមើលដែលខាងនៅពីហ្នឹងគាត់មានចិត្តប្រាប់មានថាចិត្តថាគេឲ្យយើងលេបថ្នាំតួដាច់ជីវិតថាឲ្យខ្ញុំលេបថ្នាំតួដាច់ជីវិតណាមីងឯងខ្ញុំមិនដល់ទៀតគូឲ្យភ័យហ្មងបាទការដែលធ្វើទុកហ្នឹងកើតមានប្រហែលឆ្នាំដែរមិញតែថាក្តៅ4ឆ្នាំហើយលោកគ្រូ4ឆ្នាំមិញធ្វើទុកមករហូតមិញធ្វើទុករហូតលោកគ្រូប្រើឆ្នាំអីអត់ត្រូវគាត់មកធូហើយឡើងវិញមកធូឡើងវិញបាទមិញជួយបញ្ជាក់បន្តិចទីបានថាតាក់តនឹងក្តៅត្រង់កន្លែងណាខ្លះដែរមិញក្តៅក្នុងពោះហាងចាប់ពេញខ្លួនទាំងអស់អូដែរលោថាតែទ្រាំលេងបានហ្មងមិញណាទ្រាំលេងបានតាំងពីបានប្រើជាមួយនឹងអសតខាកុធានេះមិញប្រើប្រមាណកំប៉ុងហើយបានធូរខ្ញុំប្រើអស់ពីកំប៉ុងព្រោះឲ្យវាធូរតែឥឡូវខ្ញុំនោមតែម្ដងទេពីមុនមិញធ្វើទុកបាត់ជើងច្រើនដងហ្នឹងប្រមាណដងក្នុងមួយថ្ងៃដែរអូ5 6ដងខែណា10ដងក៏មានដែរបាទមិញបាទធ្វើទុកពេលថ្ងៃក៏ពេលយប់ដែរមិញយប់ក៏ធ្វើថ្ងៃក៏ធ្វើទាំងអស់ហ្មងចឹងមិញបានប្រើបានពីកំប៉ុងឥឡូវរឿងធូរខ្លះមិញណាចាធូរបាទមិញតាំងបានប្រើជាមួយនឹងសត្វខាធីលបានប្រើបានពីកំប៉ុងមកឥឡូវធូរបានច្រើនមិញណាធូរបានច្រើនលោកគ្រូការក្តៅចុករយហ្នឹងឥឡូវបាត់អស់ហើយមិញបាត់អស់ហើយលោកគ្រូបាទចឹងជាចុកក្រោយមិញមានពាក្យពេចន៍អី5ផ្ញើទៅដល់ពុកម៉ែបងប្អូនដែលគាត់បានប្រើជាមួយខាកធាហ្នឹងណាសូមដាំផ្ញើបងប្អូនណាដែលមានតម្រងនោមនឹងក្តៅលើថ្ងាសនឹងឲ្យទិញខៃខូទីលទៅមិនខុសបំណងទេខ្ញុំឈ្មោះប្រាក់តារ៉ូតនៅស្រុកចេកក្រុងស្វាយរៀងខេត្តស្វាយរៀងបាទបងពីមុននឹងប្រើជាមួយនឹងអសតខាកុធាហ្នឹងមកមានអាការៈធ្វើទុកយ៉ាងម៉េចមិនដែរបងធ្វើទុកបាត់ជើងតូចងាប់ហើយវាឈឺស្កេះទៅឈឺដៅតែនឹងទៅឈឺលើថ្ងាសចាធ្វើទុកបងប្រហែលឆ្នាំដែរកាត់ហើយបងធ្វើទុកហើយវាឆ្នាំហើយលោកគ្រូវាលេបឆ្នាំពេទ្យចឹងទៅវាមកអន់ចឹងទៅគ្រាន់តែលេបគឺនោមញាប់វិញហ្នឹងទៅមកយប់នោមប្រហែលដងមកយប់ទៅវា4 5ដង10ដងមានតាមថ្ងៃណាវាថ្ងៃណាលុកទៅនោមញាប់ទៅថ្ងៃណាលុកទៅនោមញាប់4 5ដងអញ្ចឹងទៅបងមានចុករយចកេះត្រង់ខាងក្រោយនេះចុកឈឺឆ្កេះអង្គុយយួតបានមែនទេបងដល់យូរវាថាតិចប្រែព្រួលទៅវាអង្គុយបាត់ដៃបាត់ជើងអញ្ចឹងវាប្រែព្រួលទៅវត្តអីចឹងបាត់ហើយវាដងដូរទៅឈឺឆ្កេះឈឺខ្នងបងឲ្យបញ្ជាក់តិចបានទេថាមកយប់ប្រហែលដងដែរទីកណ្ដាលការនោមបងណាលោកគាត់លេបហើយ10ដងគ្រូយប់ហើយថ្ងៃអញ្ចឹងយើងហូបទឹកបានអញ្ចឹងថានោមវល់ហេតុហ្នឹងហូបទឹកបានបងទៅហូបទៅនោមទេថ្ងៃហើយធ្វើទុកពេលយប់វិញចាធ្វើទុកយប់នោមទៅបានដេកទេថ្ងៃណាខ្លះនោមហូបទៅ10ដងអញ្ចឹងទៅធ្វើទុកអស់រយៈពេល2ឆ្នាំហើយណាបងចាបាទណាបងអញ្ចឹងពេលដែលបងបានប្រើជាមួយនឹងអសតខាកុធានេះគឺបងប្រើបានប្រហែលកំប៉ុងដែលមានអារម្មណ៍ថាពេញធូរវាប្រើ2វគ្គអញ្ចឹងវគ្គមុនបងអស់2កំប៉ុងក៏បានធូរអញ្ចឹងទៅដូចលោកតាគាត់ថាអញ្ចឹងអត់លុយអត់កាក់អញ្ចឹងអាក់សិនទៅនៅចាប់ដើមប្រើអស់2កំប៉ុងទៀតហើយទៅ4កំប៉ុងហើយមានអាការៈធូរបានប្រហែល%ដែរធូរបានវា80%ហើយឥឡូវហ្នឹងបងមានអារម្មណ៍ថាការនោមរបស់បងពីមុនហ្នឹងដែលថានោមមួយថ្ងៃមួយយប់10ដងណាឥឡូវកាត់បន្ថយបានប្រហែលលើសមបានដងហើយបាន50%លោកគ្រូថា10ដងចឹងបាននៅ5ដងអញ្ចឹងមិនយប់លោកគ្រូតែខ្ញុំតាមផ្ញើតាមពីណាមានជំងឺដូចខ្ញុំមានតែបាត់ជើងតូចញាប់ហើយឈឺលើថ្ងាសគឺកេះអីទៅមកប្រើខែវិធីហ្នឹងទៅបាត់ដូចខ្ញុំហើយបាទខ្ញុំបាទឈ្មោះតាហ្វាក់ស៊ីហៅតាអឿនរស់នៅភូមិត្រពាំងកណ្ដោលភូមិមើលជ័យស្រុកកំដួលខេត្តស្វាយរៀងបានពូមុននឹងប្រើជាមួយនឹងអសតខាកុធានេះលពូមានអាការៈធ្វើទុកយ៉ាងម៉េចដែរលពូបាទខ្ញុំនោមញឹកនោមឈឺខាងលើថ្ងាសហ្នឹងនោមមកវាឈាមមួយបាទដល់បានប្រើក្នុងរយៈកាលប្រហែលជា3ថ្ងៃគឺបាត់ឈាមឈឺក៏អន់ដែរដល់រយៈពេលប្រហែលជាកន្លះខែបានធូរស្រាលរហូតមក
បាទលោកពូ បាទ ចំពោះបញ្ហារបស់លោកពូហ្នឹងកើតមានប្រហែលឆ្នាំហើយពូធ្វើទុកប្រហែលឆ្នាំដែរហើយ ខ្ញុំនឹងមួយឆ្នាំជាងហ่ะមើលដល់កូនឈឺយ៉ាប់មើលកូនខ្លួនឯងទុកសិន ចេះតែធ្វើទុកយ៉ាងម៉េចដែរលោកពូពាក់ព័ន្ធនឹងបញ្ហារំរងនោមហ្នឹងណា វាឈឺលើថ្ងាសតឹងណែនហ្មងហើយនោមមកក៏ឈឺហើយនោមញាប់ថាដូចថានោមវាមិនអស់លោកគ្រូនោមវាមិនអស់នោមតអញ្ចឹងទៅលែងលេខទៀតទៅសម្រាប់មកផ្លែតហ្នឹងបាន5នាទីទេនោមលេខទៀតដល់មកយប់ឡើងទៅនោមមានបានដេកបានពួនទេ ប្រយុទ្ធប្រហែលជាប្រហែលដងដែរលោកពូការរ៉ាត់ហ្នឹងដែលនោមញឹក 10លើលោកគ្រូ10លើថាគ្មានបានដេកថាគ្មានបានដេកទេតា បាទលោកពូអញ្ចឹងលោកពូតាំងពីបានប្រើជាមួយអសតខាកទេនេះលោកពូប្រើអស់ប្រហែលកំប៉ុងហើយបានធូរ ទឹមអស់មកកំប៉ុងទេបាទទឹមអស់មកកំប៉ុង ការធូរហ្នឹងធូរបានទៅលើអីខ្លះលោកពូ ខ្ញុំប្រើតែមកមុខធូអាលើថ្ងាសហ្នឹងក៏ធូអានោមញាប់ហ្នឹងក៏អន់បាទទៅប៉ុណ្្នឹងទេតែបើតឹងលើថ្ងាសឈឺលើថ្ងាសនោមញាប់ហ្នឹងវាធូបាន 70% ហើយបាទ បាទលោកពូហើយចំពោះការរ៉ាត់នោមញឹកពូពេលយប់ហ្នឹងឥឡូវកាត់ថយសបានប្រហែលដងដែរ ឥឡូវហ្នឹងវាកាត់លថយអស់ជាងពាក់កណ្ដាលហើយ បាទពូមានអារម្មណ៍យ៉ាងម៉េចដែរពូពេលដែលការរ៉ាត់នឹងធូរប្រើអស់មកកំប៉ុងហ្នឹង សប្បាយណាស់លោក បាទ វាពិបាកណាស់អាឈឺអាបានដេកហ្នឹងវាពិបាកអត់ល្ងូយផងឈឺផង បាទជួលលោកពូអញ្ចឹងជាចុងក្រោយលោកពូមានពាក្យពេចន៍អ្វីដែលប្រែប្រាំទៅដល់ភូមិញអមតាយាយដែលមានអាការៈឈឺតម្រងនោមក៏មានបញ្ហាតម្រងនោមដូចពូ បាទខ្ញុំសូមផ្ដាំផ្ញើទៅគ្រប់អតិថិជនទាំងអស់នៅទូទាំងខេត្តស្វាយរៀងហ្នឹងនិយាយរួមពុះវិជុស្វាយរៀងឮដល់ណាខ្ញុំផ្ញើដល់ហ្នឹងបើមានអាការៈដូចខ្ញុំបាទហ្នឹងនោមញឹកនោមឈឺតឹងថ្ងាសលើថ្ងាសឈឺគួរឆ្កេះហ្នឹងសូមប្រើខាខូធីលទៅមិនខុសទេព្រោះខ្ញុំប្រើបានតែមួយដបទេខ្ញុំធូរបាន70% ហើយ